ទូហើយភូមិមាសម្រាប់ចិត្តរួចហើយថាទោះបីក្រតែ50ឆ្នាំក៏ដោយត្រូវតែបំបាក់សៀមឲ្យរៀបដូចកន្ទេទុកជាស្នាមប្រវត្តិសាស្ត្រសាជាថ្មីដែរអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមហាធីមហាម៉ាន់បានមានប្រសាសន៍ថាការដែលភូមាសម្រាប់ចិត្តបង្ការទ័ពទ្វារដងដើម្បីវាបំបាក់ថៃគឺជារឿងត្រឹមត្រូវនិងសមហេតុផលបំផុតព្រោះថៃគួរផែនទីយ៉ាងធំធេងឲ្យពួកផ្ដាច់ខ្លួនបំបែករដ្ឋលាតសន្ធររហូតដល់ឆ្នេរសមុទ្រជិត700គីឡូម៉ែត្រផែនទីពណ៌លឿងនោះការពិតគឺទំហំតូចទេគ្មានសមុទ្រនោះឡើយប៉ុន្តែថៃវាគួរបំផ្លៃឥឡូវនេះភូមាសម្រេចរួចហើយទោះក្រ50ឆ្នាំក៏ត្រូវបំបាក់សៀមទុកជាស្នាមប្រវត្តិសាស្ត្រសាជាថ្មីដែរអ្វីសុទ្ធតែជាផែនការរបស់សុថនឥឡូវនេះធ្ងន់ធ្ងរណាស់ហើយចាំមើលភូមាលើកតបទុកកំទេចសៀមឲ្យរៀបដូចកន្ទេសាជាថ្មីមិនតាន់បានអីថងឥឡូវនេះនៅភូមិខាងត្បូងឯណោះគឺផ្ទុះការប៉ះទង្គិចគាប្រដាប់អាវុធពេញទឹកពេញដីហើយខេត្តនៅជាប់ព្រំដែនភូមិខាងត្បូងប្រទេសថៃបានប៉ះទង្គិចផ្ទុះអាវុធដាក់គ្នាសាជាថ្មីខណៈប្រជាពលរដ្ឋនៅខេត្តយ៉ាឡានិងមន្ត្រីសន្តិសុខបានរាយការណ៍ពីប្រតិបត្តិការចៃដន្យផ្ទុះអាវុធរវាងមន្ត្រីនិងក្រុមជនសង្ស័យប្រដាប់អាវុធមួយក្រុមក្នុងខេត្តយ៉ាឡាសំឡេងកំភ្លើងបានលាន់ស្នូរផងខណៈស្ថានភាពនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេរបាយការណ៍បន្ថែមបានពន្យល់ថាមុនពេលមានការប៉ះទង្គិចគ្នាកើតឡើងកងកម្លាំងសន្តិសុខថៃបានចាលាត់ចូលដើម្បីអនុវត្តច្បាប់ជុំវិញផ្ទះដែលគេសង្ស័យថាជាចម្រុករបស់ក្រុមបាបោគិតត្រឹមព្រឹកថ្ងៃដដែលនេះប្រតិបត្តិការមិនទាន់បញ្ចប់នៅឡើយទេហើយរហូតមកទល់នឹងពេលនេះមិនទាន់មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់និងរបួសឡើយប៉ុន្តែការបាញ់គ្នានៅតែបន្តដូចរន្ទះយ៉ាងណាវិញមិនខុសអីពីក្រុមការ៉ែនដែលស្ថិតនៅក្នុងទឹកដីរបស់ប្រទេសមីអាន់ម៉ាក៏ប៉ុន្តែបានប្រកាសផ្តាច់ខ្លួនជារដ្ឋឯករាជ្យមួយកាលពីពេលថ្មីកន្លងទៅនេះយ៉ាងណាមិញបាត់ខេត្តភៀកខាងត្បូងដូចជាបាត់ថតតារាធិវត្តយ៉ាឡានិងប៉ាតានីក៏ចង់ផ្តាច់ខ្លួនបំបីជារដ្ឋឯករាជ្យមួយចេញពីប្រទេសសៀមផងដែរនៅខេត្តជាប់ព្រំដែនភៀកខាងត្បូងរបស់ប្រទេសសៀមមានការប៉ះទង្គិចប្រដាប់អាវុធដាក់គ្នាសាជាថ្មីនៅថ្ងៃទី20ខែមករាឆ្នាំ2026នេះខណៈដែលប្រជាពលរដ្ឋនៅខេត្តយ៉ាឡានិងមន្ត្រីសន្តិសុខបានរាយការណ៍អំពីប្រតិបត្តិការចែកឆ្កេនិងការផ្ទុះអាវុធរវាងមន្ត្រីនិងក្រុមជនសង្ស័យប្រដាប់អាវុធមួយក្រុមដែលស្ថិតនៅក្នុងភូមិបានប៊ូយ៉ានីស្រុកស្ទឹងនៃជាតិម៉ាកាដែលស្ថិតនៅក្នុងខេត្តយ៉ាឡាសំឡេងកំភ្លើងលាន់ស្នូរតាំងពីវេលាម៉ោង 3:30 នាទីភ្លឺថ្ងៃអង្គារទី20ខែមករាឆ្នាំ2026នេះស្ថានភាពមិនទាន់ស្ងប់ស្ងាត់នៅឡើយនោះទេរបាយការណ៍បន្ថែមបានពន្យល់ថាមុនពេលប៉ះទង្គិចគ្នាកើតឡើងកងកម្លាំងសន្តិសុខរបស់សៀមបានចាក់លាប់ចូលដើម្បីអនុវត្តច្បាប់ជុំវិញផ្ទះដែលគេសង្ស័យថាជាចម្រុករបស់ក្រុមបាបោហើយគិតមកដល់ថ្ងៃនេះដដែលប្រតិបត្តិការមិនទាន់បានបញ្ចប់នៅឡើយទេរហូតមកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់និងរបួសឡើយប៉ុន្តែការបាញ់នៅតែបន្តមានរហូតដល់រសៀលថ្ងៃនេះបងប្អូនទាំងអស់គ្នាដូចជាងបានជម្រាបអញ្ចឹងបាត់ខេត្តភៀកខាងត្បូងរបស់សៀមនេះប្រសិនបើមិនបានផ្ដាច់រដ្ឋនោះទេគឺស្ថានភាពមិនអាចស្ងប់ស្ងាត់នោះទេយ៉ាងណាមិញយើងក៏លេខទៅមើលរដ្ឋអារ៉ែនដែលទើបតែប្រកាសឯករាជ្យចេញពីរាជរដ្ឋាភិបាលគ្រប់គ្រងនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរបាយការណ៍នឹងការបែកធ្លាយថាសៀមគឺជាអ្នកនៅពីក្រោយធ្វើបាត់ក្រុមការ៉ែនយ៉ាងណាមិញក៏មានព័ត៌មានបានចុះផ្សាយថារាជរដ្ឋាភិបាលមីមីបានប្រកាសរើសពូលទីហ៊ានច្រើនមែនទែនចំនួនរាប់ម៉ឺននាក់ដើម្បីធ្វើការវឹកហាត់ដែលមានគម្រោងក្នុងការវាយមកលើសៀមតែម្ដងដោយសារតែសៀមបានគាំទ្រឬគេហៅថាធ្វើផ្គត់ផ្គង់ទៅដល់បាត់ក្រុមការ៉ែនទើបធ្វើឲ្យបាត់រដ្ឋអារ៉ែនប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាសរុបឲ្យខ្លីមកគឺរាជរដ្ឋាភិបាលរបស់មីយ៉ាន់ម៉ាមានការខឹងសម្បាដែលរដ្ឋផ្ដាច់ខ្លួននោះគឺដោយសារមានការជួយឧបត្ថម្ភត្រសើពីប្រទេសសៀមនឹងឯងដែលខ្លួនឲ្យមានការបែកបាក់រវាងរដ្ឋឯករាជ្យនេះចេញពីប្រទេសមីយ៉ាន់ម៉ាហើយបងប្អូនអរគ្នាខ្ញុំសូមបញ្ជាក់បន្តិចដោយសារតែព័ត៌មាននេះមិនទាន់មានការចុះផ្សាយជាផ្លូវការណាមួយដើម្បីយកជាអំណោះអំណាងនោះទេក៏ប៉ុន្តែមានអីស័កនិងបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលគាត់បានទទួលព័ត៌មានចេញពីខាងប្រទេសមីយ៉ាន់ម៉ាក៏បានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមអញ្ចឹងហើយខ្ញុំក៏បានយករឿងនេះបន្តិចដើម្បីជម្រាបជូនបងប្អូនទាំងអស់គ្នាថាឥឡូវនេះសៀមកំពុងតែមានបញ្ហាហើយនៅពេលនៅខាងមីយ៉ាន់ម៉ាគេដឹងថាសៀមគឺជាអ្នកដែលផ្ដាល់ផ្គត់ផ្គង់និងជួយឲ្យរដ្ឋធ្វើការផ្ដាច់ខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាដំណឹងមួយទៀតនេះបងប្អូនទាំងអស់គ្នាខ្ញុំក៏បានឃើញខោចុះកាលពីម្សិលមិញដែរក៏ប៉ុន្តែអត់បានយកមកជម្រាបជូនបងប្អូនទាំងអស់គ្នាហើយលើខ្ញុំនឹងលើកយកត្រង់កន្លែងនេះបន្តិចដើម្បីមកជម្រាបជូនដោយភាគីសៀមគេបានអះអាងថាគេមានឯកសារផ្លូវការគឺប្រាសាទតំបន់ធំគឺត្រូវបានចុះបញ្ជីជាបូជនីយដ្ឋានបុរាណរបស់សៀមកាលពីឆ្នាំ1935ពលគឺ18ឆ្នាំមុនពេលដែលកម្ពុជាទទួលបានឯករាជ្យបងប្អូនទាំងអស់គ្នា
เสียมเกบัญเจียธาปราสาทธมนี่เกบานจอกจีโบจนียทานโบราณประวัติศาสตร์นี้ตั้งปีชนั้น1938មកម្លេះគឺ18ឆ្នាំក្រោយពេលដែលកម្ពុជាទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី9វិច្ឆិកាឆ្នាំ1953អញ្ចឹងសៀមគេថាគេចុះបញ្ជីបូជនីយដ្ឋានបុរាណប្រវត្តិសាស្ត្ររបស់គេនេះតាំងពីឆ្នាំ1935មកម្លេះការអះអាងរបស់សៀមបែបនេះគ្រាន់តែដើម្បីបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯងតែប៉ុណ្ណោះហើយសៀមបាននិយាយថាប្រាសាទតំបន់ធំគឺត្រូវបានដាក់ចូលនៅក្នុងបញ្ជីជាទ្រព្យសម្បត្តិរបស់សៀមតាំងពីឆ្នាំ35មកអតើអ្នកបានប្រែប្រាស់បាក់ផែនទីបារាំងសៀមយើងដឹងហើយថាផែនទីកំណត់ព្រំដែនតាំងពីបាក់សម័យបារាំងសៀមនេះគឺអំឡុងឆ្នាំ1904និង1907តើបានផ្ទៀងផ្ទាត់បាក់គ្នាដែរឬទេហើយមួយទៀតបាក់ຂະຫນាតផែនទីឯគឺខុសទាំងអស់បងប្អូនទាំងអស់គ្នាកន្លែងនេះវាគ្រាន់តែបើជាពាក្យមួយដើម្បីនិយាយភូតកុហកប្រជាពលរដ្ឋខ្លួនឯងនោះទេបងប្អូនទាំងអស់គ្នាយើងដឹងហើយថាຂະຫນាតផែនទីវាខុសគ្នាដាច់តម្លៃតែម្ដងដោយឃីមធ្លាប់បានជម្រាបកន្លងមកអញ្ចឹងបាទកម្ពុជាយើងគឺមានផែនទីតាត1លើ2សែនដល់ពេលសៀមវិញຂະຫນាត1លើ50000វាខុសគ្នាអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយផែនទីរបស់យើងគឺមិនសល់តាំងពីឆ្នាំ1907បាទនៅក្នុងការវាស់វែងបាទព្រំដែនរវាងឥណ្ឌូជីនសៀមមកម្លេះហើយម្យ៉ាងវិញទៀតយើងមានឯកសារយោងបាទច្រើនមែនទែនបាទសិទ្ធិសញ្ញារួមទាំងមានការទទួលស្គាល់ពីអន្តរជាតិនៃຂະຫນាតផែនទីរបស់យើងផងដែរយ៉ាងណាមិញសម្រាប់ផែនទីដែលសៀមវាគូវេះដោយឯកតោភាគីបាទខ្លួនឯងនោះគឺអត់មានប្រទេសណាទទួលស្គាល់នោះទេម្យ៉ាងវិញទៀតខ្ញុំថាការលើកឡៅនិងអះអាងប្រាប់ប្រជាពលរដ្ឋគេថាប្រាសាទធំគេបានដាក់បញ្ចូលជាបាបូជនីយដ្ឋានបាទប្រវត្តិសាស្ត្ររបស់គេតាំងពីឆ្នាំ1935មកម្លេះលេខខ្ញុំថារឿងនេះបងប្អូនទាំងអស់គ្នាគ្រាន់តែជាការភូតកុហករបស់សៀមដើម្បីឲ្យប្រជាពលរដ្ឋវាសប្បាយចិត្តតែប៉ុណ្ណោះបាទហើយដំណឹងមួយទៀតនេះគឺជាដំណឹងដែលរៀងហ៊ូសចិត្តដែរក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋយើងបាទមួយចំនួនធំនេះក៏ថាវាជារឿងធម្មតាទៅហើយបាទគឺពាក់ព័ន្ធជាមួយនឹងជនជាតិវៀតណាមប្រើល្បិចចូលមកធ្វើការខុសច្បាប់នៅក្នុងទឹកដីកម្ពុជារបស់យើងចំនួន400នាក់ឥឡូវនេះគឺត្រូវបានសមត្ថកិច្ចបាទចាប់បណ្ដេញឬក៏បញ្ជូនឲ្យត្រឡប់បាទទៅប្រទេសរបស់ពួកគេវិញយើងឃើញត្រង់ចំនួននេះបងប្អូនទាំងអស់គ្នានៅពេលដែលប្រជាពលរដ្ឋខ្មែរយើងណាលួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីរបស់សៀមសូវតែអត់មានរួចខ្លួនមួយទេគឺសមត្ថកិច្ចឬក៏ទាហានបាទឈុតខ្មៅរបស់សៀមបាទចាប់ខ្លួនបានរហូតហើយយើងឃើញជើងស្ដាយណាឲ្យតែយើងលួចទៅហើយដល់ពេលបាទនេះវិញជនជាតិវៀតណាមបាទចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជា400នាក់អានឹងចាប់បានណាផ្សេងទៀតអានឹងមិនយើងអត់ដឹងទេអត់តមានទិន្នន័យក៏ប៉ុន្តែបានថ្ងៃនេះមានការចុះផ្សាយថាសមត្ថកិច្ចរបស់យើងនេះបានចាប់ជនជាតិវៀតណាមចំនួន400នាក់បាទបញ្ជូនទៅវិញដោយសារតែមកដែលខុសច្បាប់មកធ្វើការអញ្ចឹងទៅបងប្អូនអរគ្នាខ្ញុំមិនដឹងថាកន្លែងនេះមិនដឹងថាមានការពាក់ព័ន្ធជាមួយមន្ត្រីឬយ៉ាងណាទេនេះប្រសិនបើមិនមានវិធានការក្តៅពីប្រមុខថ្នាក់ដឹកនាំក្នុងការបោះសម្អាតអនឡាញស្កេមខ្ញុំគិតថាជនជាតិវៀតណាមដែលអត់មានឯកសារស្របច្បាប់ដែលធ្វើការរស់នៅក្នុងទឹកដីកម្ពុជានេះប្រហែលជាអត់អាចចាប់បានទេនេះដោយសារតែចំណាត់ការរបស់ប្រមុខថ្នាក់ដឹកនាំរបស់យើងបានគេចេញវិធានការបាទក្តៅតែម្ដងដើម្បីលុបបំបាត់ការបោកប្រាក់តាមប្រព័ន្ធអនឡាញឬក៏យើងហៅថាអនឡាញស្កេមនេះបងប្អូនដល់ថ្ងៃឃើញហើយថាប្រហែលថ្ងៃនេះបាទជនជាតិចិននិងជនជាតិបរទេសផ្សេងៗរត់ចេញពីអគារកាស៊ីណូអីចឹងទៅអញ្ចឹងខ្ញុំគិតថាការចាប់ជនជាតិវៀតណាម400នាក់នេះដឹងគឺដោយសារតែប្រតិបត្តិការក្តៅរបស់ប្រមុខថ្នាក់ដឹកនាំនេះឯងបានធ្វើឲ្យមានការបាទឃាត់ខ្លួនជនជាតិវៀតណាមបាទចំនួន400នាក់បាទចាប់បញ្ជូនទៅប្រទេសកំណើតរបស់ពួកគេវិញមន្ត្រីជំនាញបន្តបណ្ដេញជនជាតិវៀតណាមចំនួន399នាក់ចេញពីកម្ពុជាក្រោយរកឃើញការលួចស្នាងនុយនិងធ្វើការងារដោយខុសច្បាប់នេះបើយោងតាមការឲ្យដិនពីអគ្គនាយកដ្ឋានអន្តរប្រវេសកាលពីថ្ងៃទី19ខែមករាឆ្នាំ2026អគ្គនាយកដ្ឋានអន្តរប្រវេសបានឲ្យដឹងថាបន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧបនាយករដ្ឋមន្ត្រីអសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកសុកវាសនាអគ្គនាយកដ្ឋានអន្តរប្រវេសកាលពីថ្ងៃទី17-18ខែមករាឆ្នាំ2026នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន399នាក់ហើយនៅក្នុងនោះមានមនុស្សស្រីចំនួន55នាក់ពាក់ព័ន្ធទៅនឹងករណីលួចរក់នៅធ្វើការខុសច្បាប់និងគ្មានលិខិតឆ្លងដែនក្រោយមកអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានសហការជាមួយនឹងកម្លាំងប៉ូលីសនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប្រជាបានសម្រេចបណ្ដេញជនជាតិវៀតណាមទាំងអស់នោះគឺចំនួន399នាក់ឲ្យចេញពីកម្ពុជាតាមនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប្រជាខេត្តកំពតតែម្ដងទៅបាទអញ្ចឹងសម្រាប់ព័ត៌មាននេះខ្ញុំជម្រាបជូនប៉ុណ្ណោះបងប្អូនអរគ្នាយើងឃើញថាចំណាត់ការរបស់រាជរដ្ឋាភិបាលបាទកម្ពុជារបស់យើងដែលដឹកនាំ
โดยสำดัดบ่าหุ้นมานาดบ่าโครงการอนุวัตการบ่าบทละเมิดออนไลน์หรือก็ยังให้ถ้าออนไลน์สแกมนี่คือโครงชนามปีปอนบ่ปรีประมวยนี่คือเมียนบ่าลัตตะเผาละออคลังเหมือนแตนให้ก็มีการความตรอปีประเชียปรัฐบ่าขมายตูแตงประเทศนี่แต่มาดองจำพวกวิธีในการกระได้บ่าเลือกนี่กะละปีมุนยังเคยได้นะบางพวนดอกนี้เกลียอัดกระได้บ่าเลือกนี่คือปาลแต่มาดองกรอยปีเมียนการบ่าจับคลวนเมสเกมโดยโลกแจนซีกรอยมกเตียดก็มีอุกญาได้การกรมสเกมนี่ก็บ้านจับมออนุวัตบ่าประเทศยายโตสตามฉบับให้บ่าตามหรือปรเมียนบรรตอบนี่เตียดท่าเมียนแนะกันแบบเซงเตียดได้สมรรถกิจกำปุงแต่เรียบจอมนิติวิธีดังใบควัดคลวนโยมออนุวัตตามฉบับจังเตยบ่าจึงสำหรับปรเมียนนี่เคียงเมียนปนอกเทบองโอนดอกเนี้ยดังใบใจรุมแรกพดอลจีปรเมียนดอลบองโอนให้บ่เมียนการโยลเคินอย่างน้าบองโอนไอคอมเมนต์ในขังขนงขังกราววิดีโอบ้านให้บ่เมียนการครบชกองบ่าจำนวนตรองจำนวนหน้ามวยบ่าส้มอาเชียสไรเคียมบาดจะลอมพังได้บ่าส้มเอาก้นจูบเนียในวิดีโอกรอยบรรต่อเตียด